អ្នកទាំងអស់គ្នាខ្ញុំសួរមួយមើលថាតើខ្ញុំស័ក្តិសមជាអ្នកដែលចែករំលែកធ្វើជា content ឬក៏វីដេអូចែករំលែកនៅលើបណ្ដាញសង្គមអីអស់នេះអត់ខ្ញុំសួរដោយស្មោះត្រង់មែនណាព្រោះដោយសារពេលខ្លះខ្ញុំសម្លឹងមើលមកកាន់ខ្លួនឯងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស័ក្តិសមនឹងធ្វើវាទេអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍មួយថាវាហាក់បីដូចជាមិនជាទីកន្លែងសម្រាប់ខ្ញុំឈរមិនជាទីកន្លែងសម្រាប់ខ្ញុំនិយាយទេខ្ញុំមានអារម្មណ៍មួយថាពេលខ្លះប្រហែលជាដោយសារតែខ្ញុំគិតអវិជ្ជមានណាមនុស្សខ្ញុំគឺតាំងពីតូចខ្ញុំតែងតែមានអារម្មណ៍មួយដែលដកជាប់នៅក្នុងចិត្តណាហើយវាហាក់បីដូចជាមន្ទិលសង្ស័យថាខ្ញុំអត់ស័ក្តិសមនឹងធ្វើអីមួយទេអ្នកទាំងអស់គ្នាតាំងតែពីតូចគឺខ្ញុំមានអារម្មណ៍មួយបែបហ្នឹងហើយជាទូទៅខ្ញុំធ្វើអីមួយគឺអត់សូវមាន confident ទេខ្ញុំអត់សូវមានគេហៅថាមោទនភាពលើខ្លួនឯងឬក៏យើងធ្វើអីមួយទៅទាំងស្រឡះចិត្តណាខ្ញុំអត់ដឹងប្រហែលជាអានឹងវាជាសម្ពាធមួយតាំងតែពីតូចឬក៏វាជាចិត្តអវិជ្ជមានមួយដែលយើងមានតាំងពីតូចមកឬក៏មិនក៏ខ្ញុំអត់ដឹងដែរប្រហែលជាអាចដោយសារតែខ្ញុំជាមនុស្សចូលចិត្តប្រៀបធៀបក៏អាចថាបានដែរពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស័ក្តិសមឈរនៅកន្លែងមួយណាប៉ុន្តែនៅពេលដែលខ្ញុំកលេចមើលមកកាន់ខ្លួនឯងម្ដងទៀតខ្ញុំក៏មានអារម្មណ៍មួយថ្មីខ្ញុំគិតថាប្រសិនបើខ្ញុំអត់ឈរនៅកន្លែងហ្នឹងទេតើខ្ញុំត្រូវទៅឈរនៅណាប្រសិនបើខ្ញុំអត់ធ្វើអ្វីដែលខ្លួនឯងចូលចិត្តអ្វីដែលខ្លួនឯងស្រឡាញ់ហ្នឹងទេតើខ្ញុំទៅធ្វើអីខ្ញុំសួរអ្នកទាំងអស់គ្នានេះគឺខ្ញុំសួរមែនណាដោយសារតែខ្ញុំចង់ដឹងពីគំនិតពីមតិយោបល់អ្នកទាំងអស់គ្នាថាតើការនិយាយស្ដីរបស់ខ្ញុំនឹងមិនដែរការបញ្ចេញសំនៀងវោហារស័ព្ទរបស់ខ្ញុំនឹងមិនដែរខ្ញុំនិយាយទៅវាស័ក្តិសមដែលឲ្យខ្ញុំបន្តធ្វើជា content ឬក៏ចែករំលែកបទពិសោធន៍ចំណេះដឹងអីអស់នេះទៀតអត់ធ្លាប់មានមនុស្សម្នាក់គាត់និយាយប្រាប់ខ្ញុំថាខ្ញុំអត់ស័ក្តិសមនឹងធ្វើជាមនុស្សចែករំលែកចំណេះដឹងទេព្រោះដោយសារតែមុខរបស់ខ្ញុំនឹងវាអត់អំណោយទានណាវាអត់និយាយទៅគឺវាអត់ស័ក្តិសមនឹងធ្វើជាអ្នកចែករំលែកមេតិកាអីអស់នេះទេវីដេអូអីអស់ហ្នឹងទេគេនិយាយថាសលេងរបស់ខ្ញុំទៅស្ដាប់ទៅវាអត់សូវតំណងអត់សូវមានគេហៅថាដងពីធម្មជាតិឬក៏អីអញ្ចឹងណាប៉ុន្តែពេលហ្នឹងក៏ខ្ញុំជំនះដែរព្រោះដោយសារមនុស្សខ្ញុំគឺខ្ញុំអត់សូវចូលចិត្តស្ដាប់ពាក្យអវិជ្ជមានពីមនុស្សជុំវិញខ្លួនទេប៉ុន្តែខ្ញុំចូលចិត្តយកមកគិតនៅពេលក្រោយហើយខ្ញុំគឺជាមនុស្សចូលចិត្តជំនះវាដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏ធ្វើរហូតមកដល់ពេលហ្នឹងអញ្ចឹងទៅខ្ញុំគ្រាន់តែចង់ដឹងខ្លួនឯងមួយទេថានៅពេលដែលគេនិយាយអវិជ្ជមានហ្នឹងហើយខ្ញុំអាចធ្វើវាបានអត់នៅពេលដែលគេនិយាយពាក្យអីមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ចិត្តរបស់ខ្ញុំហ្នឹងខ្ញុំនៅតែអាចជំនះបញ្ហាមួយហ្នឹងបានអត់ហើយខ្ញុំអាចធ្វើវាបានដល់ពេលណាអញ្ចឹងត្រឡប់មកវិញសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំអត់មានអីទេប៉ុន្តែខ្ញុំចង់សុំជាគំនិតយោបល់សុំ idea ពីអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំណាហើយជួយបញ្ចេញមតិកែលម្អតិចមើលថាតើខ្ញុំនៅខ្វះចំណុចអីថាតើខ្ញុំគួរធ្វើបែបម៉េចទៀតដើម្បីឲ្យវាល្អប្រសើរជាងហ្នឹងឬក៏ខ្ញុំគួរតែឈប់ធ្វើវាទៅដោយសារតែខ្ញុំអត់ស័ក្តិសមនឹងធ្វើវាឬក៏មិនដែរនៅក្នុងវីដេអូនេះគឺខ្ញុំអត់បដិសេធទៅលើគំនិតអវិជ្ជមានរបស់អ្នកទាំងអស់គ្នាទៅលើការបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំនឹងយកមកធ្វើការគិតឬក៏ពិចារណាព្រោះដោយសារតែខ្ញុំបានរៀនពីមេរៀនមួយខ្ញុំអានសភៅគេបានចែករំលែកថាបើសិនជាកំឡុងពេលណាមួយយើងមានអារម្មណ៍ថាយើង stuck យើងគិតអីអត់ចេញឬក៏យើង stress យើងអត់ដឹងថាត្រូវធ្វើម៉េចត្រូវនិយាយបែបម៉េចឬក៏ត្រូវបញ្ចេញវាបែបម៉េចអីបែបម៉េចយើងអាចបញ្ចេញអាភាពតានតឹងទាំងអស់ហ្នឹងតាមរយៈការសួរយើងអាចសួរជាសំណួរទៅកាន់អ្នកណាម្នាក់ដែលយើងស្គាល់សួរសំណួរទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើងឬក៏យើងអាចសួរវាជាបែបលក្ខណៈ public ហ្មងអញ្ចឹងខ្ញុំចង់សាកល្បងមើលថាតើវិធីនេះវាមានប្រសិទ្ធភាពដែរអត់វាអាចជួយឲ្យយើងបានខ្លះអត់បើសិនជាវាអាចជួយខ្ញុំបានពិតមែនខ្ញុំនឹងធ្វើវីដេអូចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងអូខេអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាវីដេអូនេះខ្លីៗសាមញ្ញទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ